រាល់ពេលដែលយើងលើពាក្យថាប្រទេសសម្បូរប្រេងកាតផ្នត់កំណត់ដំបូងរបស់យើងគឺច្បាស់ជានឹកឃើញដល់ភាពមានបានជាឡានទំនើបនិងទីក្រុងដ៏ស៊ីវិល័យដូចជាអារ៉ាប៊ីសាអូឌីតឬអារ៉ាប់រួមមិនខានប៉ុន្តែចុះបើខ្ញុំប្រាប់អ្នកថាប្រទេសដែលមានប្រេងកាតបំរុងຕົកក្នុងដីច្រើនជាងគេបំផុតនៅលើផែនដីមិនមែនជាអារ៉ាប៊ីសាអូឌីតទេហើយប្រជាជនរបស់គេកំពុងតែរស់នៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៅវិញដើម្បីឲ្យងាយយល់យើងមកមើលទិន្នន័យជាក់ស្ដែងនៃបរិមាណប្រេងបំរុងលើលោកយើងនេះអារ៉ាប៊ីសាអូឌីតមាន297,000 លានបារ៉ែលកាណាដាមាន168,000 លានបារ៉ែលប៉ុន្តែវេណេស៊ុយឡាឈរនៅលេខ1ដាច់គេគឺមានទៅដល់300,000 លានបារ៉ែលបរិមាណដ៏មហាសាលនេះមានន័យថាបើទោះជាពួកគេបូមយកមកប្រើឬលក់រាល់ថ្ងៃក៏អាចប្រើបានរយៈពេលរាប់រយឆ្នាំទៅមុខទៀតដែរប៉ុន្តែសំណួរដ៏ធំគឺបើមានកំណប់មហាសាលបែបនេះហេតុអ្វីបានជាសេដ្ឋកិច្ចប្រទេសនេះដួលរលំអានកំបាំងគឺស្ថិតនៅលើប្រភេទប្រេងនិងនយោបាយនេះគឺជាបញ្ហានិងឫសគល់បញ្ហាទី1គឺគុណភាពដីនិងបច្ចេកវិទ្យានៅក្នុងពិភពប្រេងកាតមិនមែនប្រេងទាំងអស់សុទ្ធតែដូចគ្នានោះទេប្រេងនៅមជ្ឈមបូព៌ាភាគច្រើនប្រភេទប្រេងស្រាលវាស្ដើងងាយបូមនិងងាយចម្រាញ់ផ្ទុយទៅវិញប្រេងរបស់វេណេស៊ុយអេឡាភាគច្រើនជាប្រភេទប្រេងធ្ងន់ខ្លាំងដែលមានសភាពខាប់អាក្រក់និងស្អិតដូចជ័រថ្នល់ឬកៅអញ្ចឹងការខួងយកប្រេងខាប់ប្រភេទនេះមិនមែនគ្រាន់តែចាក់ទៅយកបឺតយកមកលក់បានភ្លាមៗនោះទេគេត្រូវចំណាយលុយរាប់លានរាប់ពាន់ដុល្លារទៅលើបច្ចេកវិទ្យាទំនើបគីមីពិសេសនិងរោងចក្រចម្រាញ់ខ្នាតយក្សដើម្បីកែច្នៃវាឲ្យទៅជាប្រេងដែលអាចប្រើការបាននេះមានន័យថាដើមទុនផលិតរបស់គេគឺខ្ពស់ជាងប្រទេសដទៃឆ្ងាយណាស់បញ្ហាទី2គឺការគ្រប់គ្រងកាលពីទសវត្សរ៍ឆ្នាំ2000នៅពេលដែលមានតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ខ្លាំងវេណេស៊ុយអេឡារកបានលុយរាប់ពាន់លានដុល្លាររដ្ឋាភិបាលនាពេលនោះបានយកលុយទាំងនោះទៅប្រើប្រាស់លើកម្មវិធីសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមើលទៅហាក់ដូចជាល្អប៉ុន្តែពួកគេបានធ្លាក់ចូលនៅក្នុងអន្ទាក់សេដ្ឋកិច្ចមួយដែលគេហៅថាបណ្ដាសាធនធានពួកគេពឹងផ្អែកទៅលើប្រេងកាតតែមួយមុខគត់រហូតដល់ទៅ95% នៃចំណូលនាំចេញទាំងអស់ដោយបោះបង់ចោលវិស័យផ្សេងៗដូចជាកសិកម្មនិងឧស្សាហកម្មផលិតកម្មនៅពេលដែលវិស័យផ្សេងៗងាប់បាត់ពួកគេបាននាំចូលចំណីអាហារនិងរបស់ប្រើប្រាស់គ្រប់យ៉ាងពីបរទេសដោយប្រើលុយដែលបានមកពីប្រេងរហូតដល់ឆ្នាំ2014អ្វីៗគ្រប់យ៉ាងត្រូវរលាយនៅពេលដែលតម្លៃប្រេងពិភពលោកបានធ្លាក់ចុះយ៉ាងគំហុកចំណូលជាតិត្រូវបាត់បង់ស្ទើរតែទាំងស្រុងលុយលែងមានតម្លៃរួមផ្សំនឹងការគ្រប់គ្រងមិនបានល្អនិងការរងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកផងនោះបានធ្វើឲ្យរោងចក្របូមប្រេងរបស់ពួកគេគ្មានថវិកានៅក្នុងការទិញគ្រឿងបន្លាស់និងគ្មានបច្ចេកវិទ្យាជួសជុលចុងក្រោយសូម្បីតែប្រេងខ្លួនឯងក៏បូមយកលក់លេងកើតរឿងរ៉ាវនេះបានបង្ហាញយើងឲ្យឃើញថាការមានកំណប់ឬធនធានច្រើននៅក្នុងដៃវាមិនទាន់គ្រប់គ្រាន់នោះទេបច្ចុប្បន្នសហរដ្ឋអាមេរិកក្លាយទៅជាប្រទេសផលិតប្រេងបានច្រើនជាងគេបំផុតប្រចាំថ្ងៃមិនមែនព្រោះតែគេមានប្រេងនៅក្នុងដីច្រើននោះទេប៉ុន្តែគឺដោយសារតែបច្ចេកវិទ្យានិងការគ្រប់គ្រងដ៏ទំនើបមេរៀនមួយនេះបានបង្រៀនយើងថាមិនថាប្រទេសជាតិឬជាបុគ្គលម្នាក់ៗនោះទេការមានឱកាសឬមានដើមទុនច្រើនពីកំណើតគឺជារឿងល្អប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺចំណេះដឹងបច្ចេកវិទ្យានិងរបៀបដែលយើងគ្រប់គ្រងតើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះរឿងរ៉ាវនេះបើសិនជាពេញចិត្តវីដេអូបែបនេះកុំភ្លេចជួយចុច like share និង subscribe ផងសូមអរគុណសូមជម្រាបលា